ខ្ញុំសូមអាននៅព្រះគម្ពីរលោកុបាទចំពុក8ខ1ទៅដល់ខ22ព្រះទ្រង់ក៏នឹកចាំពីណូអេនិងអស់ទាំងសត្វព្រៃសត្វស្រុកទាំងប៉ុន្មានដែលនៅក្នុងទូកជាមួយនឹងគាត់រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដីហើយទឹកក៏ស្រកទៅឯរន្ធទឹកនៅទីជម្រៅនិងទ្វារទំនប់នៅលើមេឃបានបិទវិញហើយភ្លៀងដែលធ្លាក់ពីលើមេឃមកក៏រាំងទៅទឹកបានថយចេញពីផែនដីជាដរាបលុះដល់ផុតពី150ថ្ងៃទៅទើបបានស្រកបន្តិចដល់ថ្ងៃ17ខែទី7នោះទូកធំបានគឿងនៅលើភ្នំអារ៉ារ៉ាតទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី10លុះដល់ថ្ងៃចូលខែទី10នោះទើបឃើញមានកំពូលភ្នំលេចឡើងកាលបានកន្លងទៅ40ថ្ងៃទៀតនោះណូអេគាត់បើកបង្អួចដែលបានធ្វើក្នុងទូកក៏លែងក្អែកមួយទៅតែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់គាត់ក៏លែងព្រាបមួយដែរដើម្បីឲ្យដឹងថាទឹកបានស្រកពីដីទៅហើយឬនៅតែព្រាបនោះរកកន្លែងណានឹងទុំគ្មានបានជាវិលមកឯគាត់ក្នុងទូកវិញពីព្រោះទឹកនៅពេញលើផែនដីនៅឡើយនោះគាត់ក៏លូកដៃទៅចាប់យកមកក្នុងទូកវិញគាត់ផ្អាកចាំអស់7ថ្ងៃរួចលែងព្រាបចេញពីទូកទៅម្ដងទៀតលុះដល់ពេលល្ងាចព្រាបនោះត្រឡប់ចូលមកឯគាត់វិញឃើញមានពំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផងដូច្នេះណូអេបានដឹងថាទឹកបានស្រកពីផែនដីបន្តិចហើយរួចគាត់រងចាំ7ថ្ងៃទៀតក៏លែងព្រាបឲ្យទៅតែវាមិនបានវិលឯគាត់វិញទេនៅឆ្នាំ601ក្នុងថ្ងៃចូលខែទី1នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅណូអេក៏បើកដំបូលទូកមើលឃើញថាទឹកបានស្ងួតពីដីហើយដល់ថ្ងៃ27ខែទី2នោះដីបានស្ងួតថេងព្រះទ្រង់មានបន្ទូលទៅណូអេថាចូលឯងចេញពីទូកចុះព្រមទាំងប្រពន្ធកូននិងកូនប្រសារស្រីឯងដែរចូលនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផងទាំងសត្វស្លាបសត្វជើង4និងគ្រប់ទាំងសត្វដែលលូនវានៅដីក្តីដើម្បីឲ្យបានបង្កើតកូនចម្រើនជាបរិបូរណ៍នៅពាពេញលើផែនដីនោះណូអេក៏ចេញមកព្រមទាំងប្រពន្ធកូននិងកូនប្រសារស្រីគាត់ហើយគ្រប់ទាំងសត្វជើង4សត្វលូនវានិងសត្វស្លាបទាំងប៉ុន្មានផងគឺគ្រប់ទាំងសត្វដែលកម្រើកនៅផែនដីនោះក៏ចេញពីទូកតាមពូជណូអេបានស្អាងអាសនៈមួយស្វែងព្រះយេហូវ៉ាក៏យកសត្វជើង4ពីសត្វដ៏ស្អាតគ្រប់មុខហើយពីសត្វដ៏ស្អាតគ្រប់មុខមកថ្វាយជាដង្វាយដុតលើអាសនៈនោះព្រះយេហូវ៉ាទ្រង់ធំក្លិនឈ្ងុយរួចទ្រង់សម្រេចក្នុងព្រះハរតីថាអញនឹងមិនដាក់បណ្ដាសាដីដោយព្រោះមនុស្សទៀតទេពីព្រោះគំនិតក្នុងចិត្តមនុស្សនោះអាក្រក់តាំងតែពីក្មេងមកអញនឹងមិនធ្វើទោសដល់ជីវិតទាំងឡាយដូចជាអញទើបនឹងធ្វើនោះទៀតដែរកាលនោះមានផែនដីនៅឡើយនោះមិនដែលខាននឹងមានរដូវសាបព្រោះរដូវច្រូតកាត់ត្រជាក់ហើយក្តៅប្រាំងវស្សាថ្ងៃហើយយប់ទៀតឡើយអាមែន